សន្ធើបែបនេះហើយជុំវិញទីតាំងខាងលើគឺបកគោមានការចាប់អាខ្លាំងមែនទែនតែដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមដងផ្លូវក៏ដូចជាបងប្អូនកម្មការនេះជាច្រើនអ្នកកំពុងតែរត់ចេញបាទពីក្នុងរោងចក្រដោយសារតែមានករណីអគ្គិភ័យឆាបឆេះរោងចក្របាទប្រិមិត្តបាទនៅម្ដុំផ្សារពេកទីបាទក្នុងអានេះកាត់អីបងបាទក្នុងសង្កាត់កាកាទី2បាទខណ្ឌពោធិ៍សែនជ័យរាជកំពេញឥឡូវគឺការឆាបឆេះខ្លាំងមែនទែនប្រិមិត្តអើយបាទគឺឆាបឆេះខ្លាំងមែនទែនហើយជុំវិញទីតាំងខាងលើយើងឃើញចាក់ស្ដែងគឺភ្ញាក់ផ្អើលខ្លាំងមែនទែនទៅដល់បងប្អូនប្រជាពលរដ្ឋបាទតែគាត់រស់នៅចិត្តទីតាំងកន្លែងកាត់ហើយក៏ដូចជាកម្មការនេះបាទកាត់ដេរជាច្រើនអ្នកបាទបានរត់ចេញបាទពីរោងចក្រផងដែរហើយយើងឃើញគឺឆេះខ្លាំងណាស់ប្រិមិត្តបាទគឺឆេះខ្លាំងណាស់ហើយទីតាំងគឺនៅម្ដុំផ្សារព្រែកទាបាទក្នុងសង្កាត់កាកាទី2បាទខណ្ឌពោធិ៍សែនជ័យរាជកំពេញប្រិមិត្តអើយបាទហើយសូមជួយ share ផងប្រិមិត្តជួយ share ម្នាក់មួយផងបាទជួយ share ម្នាក់មួយផងប្រិមិត្តអើយបាទគឺឆេះខ្លាំងប្រិមិត្តបាទហើយកងកម្លាំងខាងបកាបលោកភ័យលោកកំពុងធ្វើការអន្តរាគមន៍ជុំវិញករណីអគ្គិភ័យដែលបានឆាបឆេះបាទរោងចក្រខាងលើនេះផងដែរហើយក្រុមការងារ TV Facebook កំពុងធ្វើការផ្សាយផ្ទាល់នេះគឺស្ថិតនៅក្នុងសង្កាត់កាកាទី2បាទខណ្ឌពោធិ៍សែនជ័យរាជកំពេញម្ដុំផ្សារព្រែកទាបាទឆេះខ្លាំងប្រិមិត្តអើយបាទគឺសែងខ្ពស់ខ្មាញ់ស្ទាត់តែម្ដងប្រិមិត្តបាទម្ដុំផ្សារព្រែកទាជុំវិញករណីអគ្គិភ័យខាងលើប្រិមិត្តបាទបាទសូមជួយ share បងប្រិមិត្តជួយ share ម្នាក់មួយផងជុំវិញករណីអគ្គិភ័យដែលបានឆាបឆេះរោងចក្រខាងលើនេះផងដែរប្រិមិត្តបាទហើយបងប្អូនកម្មការនេះជាច្រើនអ្នកបានរត់ចេញពីរោងចក្រអស់ហើយប្រិមិត្តបាទហើយចំពោះដើមហេតុយើងអត់ទាន់ដឹងទេប្រិមិត្តអត់ទាន់ដឹងទេការឆាបឆេះប្រិមិត្តនេះការឆាបឆេះអូណាភ្លើងខ្ពស់ខ្មាញ់នៅផ្នែកខាងក្នុងប្រិមិត្តជុំវិញករណីអគ្គិភ័យដែលបានឆាបឆេះបាទរោងចក្រខាងលើគឺស្ថិតនៅក្នុងសង្កាត់កាកាទី2ខណ្ឌពោធិ៍សែនជ័យរាជកំពេញជុំវិញករណីអគ្គិភ័យដែលបានឆាបឆេះរោងចក្រខាងលើនេះផងដែរហើយបងប្អូនកម្មការនេះជាច្រើនអ្នកបានរត់ចេញពីរោងចក្រខាងលើនេះហើយប្រិមិត្តបាទហើយនេះគឺជាកន្លែងស្តុបនៃកណាត់ប្រិមិត្តបាទស្តុបនៃកណាត់បាទទីតាំងគឺនៅម្ដុំផ្សារព្រែកទាបាទប្រិមិត្តអូបាទឆេះខ្លាំងណាស់ប្រិមិត្តអើយបាទគឺឆេះខ្លាំងណាស់កងកម្លាំងជំនាញលោកកំពុងធ្វើការចូលទឹកផ្នែកខាងក្នុងដើម្បីធ្វើការបាញ់បលុតបាទប្រិមិត្តអូបាទសំស័យតកែប្រិមិត្តបាទកំពុងយំស្ដាយបាទបងរោងចក្រឈ្មោះអីបងមិនដឹងទេបាទតុងហ្វាងរោងចក្រតុងហ្វាងប្រិមិត្តបាទតុងហ្វាងរោងចក្រតុងហ្វាងហើយនេះសំស័យតកែប្រិមិត្តអាចេប្រិមិត្តបាទយំហើយប្រិមិត្តបាទដោយសារតែការឆាបឆេះគឺខ្លាំងមែនទែនហើយរោងចក្រវិទ្យាទទួលបានព័ត៌មានបឋមថារោងចក្រឈ្មោះតុងហ្វាងបាទម្ដុំផ្សារព្រែកទាប្រិមិត្តបាទផ្សាយនៅតែបន្តការខ្ពស់ខ្មាញ់នៅផ្នែកខាងលើយើងនឹងផ្ដិតយកទស្សនវិជ្ជារួមបាទប្រិមិត្តពីផ្នែកខាងក្រោយវិញបាទបាទរថយន្តខាងបការនិងពលិកភ័យជាច្រើនគ្រឿងបាទលោកបានចូលមកដល់ទីតាំងចរិតការហេតុកំពុងតែប្រើជំនាញក្នុងការអន្តរាគមន៍បាញ់ទប់ស្កាត់នៃគ្រោះអគ្គិភ័យដែលបានឆាបឆេះបាទរោងចក្រតុងហ្វាងបាទដែលស្ថិតនៅក្នុងសង្កាត់កាកាទី2ខណ្ឌពោធិ៍សែនជ័យរាជកំពេញចំពោះដើមហេតុករណីអគ្គិភ័យដែលបានឆាបឆេះរោងចក្រខាងលើយើងអត់ទាន់ដឹងពីមូលហេតុដែលបានពិតប្រាកដដល់ឡើយទេថាបណ្ដាលមកពីមូលហេតុអ្វីបានជាបកជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះហើយចំពោះបងប្អូនកម្មការនេះជាច្រើនអ្នកបានរត់ចេញពីកន្លែងកើតហេតុអស់ទៅហើយហើយយើងឃើញចាស់ស្រាយរថយន្តខាងការពលិកភ័យរបស់ស្នងការឋាននគរបាលរាជភ្នំពេញក៏ដូចជារថយន្តពលិកភ័យរបស់ខាងង70ប្រិមិត្ត711ក៏លោកបានចូលដល់ទីតាំងចរិតការហេតុកំពុងតែប្រើជំនាញក្នុងការបាញ់ទប់ស្កាត់នៅផ្នែកខាងក្នុងហើយយើងឃើញចាក់ស្រាយកងកម្លាំងលោកប្រឹងណាស់ក្នុងការជួយពន្លត់បាទចំពោះករណីអគ្គិភ័យខាងលើនេះផងដែរប្រិមិត្តបាទយើងឃើញគឺផ្សែងនៅតែបន្តការខ្មួកខ្មាញ់ប្រិមិត្តបាទសំឡេងដាច់ដោយសារតែនៅទីតាំងខាងលើគឺក្តៅប្រិមិត្តក្តៅខ្លាំងហើយអញ្ចឹងទៅអ៊ីនធឺណិតក៏មានការរអាក់រអួលហើយទូរស័ព្ទយើង Live iPhone គឺក្តៅបាទក្តៅគឺវារលត់ហើយអញ្ចឹងក៏មានចំណុចណាលឺលុះខ្វះខាតសូមមេត្តាខន្តីនៅពេលទោះយើងខ្ញុំផងហើយចំពោះករណីអគ្គិភ័យដែលបានឆាបឆេះ
រោងចក្រមួយកន្លែងខាងលើនេះយើងអត់ទាន់ដឹងពីមូលហេតុដែលបានពិតប្រាកដដល់ហើយទេប្រិមិត្តហើយទីតាំងឆ្នៃការហេតុគេនៅតាមបណ្ដោយនឹងផ្លូវបេតុងបាទម្ដុំសាប្រៃទាក្នុងសង្កាត់កាកាទី2ខណ្ឌពោធិ៍សែនជ័យរាជភ្នំពេញប្រិមិត្តបាទហើយដែលសារតែឃ្លាំងនៅជាប់គ្នាប្រិមិត្តឃ្លាំងរោងចក្រនៅជាប់គ្នានេះកតុយប្រិមិត្តនេះហើយអញ្ចឹងនៅជាប់គ្នាប្រិមិត្តបាទផ្សាយនៅតែបន្តការឈ្មោះខ្មាញ់ទេប្រិមិត្តអើយបាទមិនថយទេប្រិមិត្តបាទដោយសារតែរោងចក្រខាងលើគឺស្តុបទៅឲ្យកណាត់ប្រិមិត្តគឺកណាត់រយគីបប្រិមិត្តបាទហើយរោងចក្រហ្នឹងគឺមានតែធ្វើការទេប្រិមិត្តហើយចំពោះដើមហេតុយើងអត់ទាន់ដឹងទេបាទអូនចូលគៀនឈ្មោះចូលគៀនឡានទឹកបាទឆេះមុនហ្នឹងប្រិមិត្តមុនហ្នឹងប្រហែលជាកន្លះម៉ោងហើយប្រិមិត្តមិនទាន់មានការអន់ថយឡើយទេជុំវិញទីតាំងកន្លែងកើតហេតុគឺនៅតាមបណ្ដោយនៅផ្លូវបេតុងក្នុងសង្កាត់កាកាបបាទទី2ខណ្ឌពោធិ៍សែនជ័យរាជភ្នំពេញជុំវិញករណីអគ្គិភ័យខាងលើនេះផងដែរប្រិមិត្តបាទលើរថយន្តរបស់ស្រុងការឋាននគរបាលរាជភ្នំពេញលោកមកជាបន្តទៀតហើយប្រិមិត្តដោយសារតែការឆាប់ឆេះគឺមិនទាន់មានការអន់ថយនៅឡើយទេហើយចំពោះតកែរោងចក្រកំពុងតែយំប្រិមិត្តដោយសារតែសោកស្ដាយបាទខ្លាំងមែនទែនបាទបាទនេះការឆាប់ឆេះប្រិមិត្តនៅផ្នែកខាងក្នុងនេះបាទលឺសំឡេងផ្ទុះទៀតដល់ប្រិមិត្តអើយបាទនេះការឆាប់ឆេះនៅផ្នែកខាងក្នុងហើយជុំវិញទីតាំងកន្លែងកើតហេតុគឺនៅតាមបណ្ដោយនៅផ្លូវលំក្នុងសង្កាត់កាកាទី2ខណ្ឌពោធិ៍សែនជ័យរាជភ្នំពេញនេះភូមិអីបងភូមិតាពាំងជ័យបាទភូមិតាពាំងជ័យបាទសង្កាត់កាកាទី2បាទខណ្ឌពោធិ៍សែនជ័យរាជភ្នំពេញបាទអូបាទលឺសំឡេងផ្ទុះប្រិមិត្តបាទនេះកងកម្លាំងលោកកំពុងនៅផ្នែកខាងក្នុងដើម្បីធ្វើការអន្តរាគមន៍បាទបាញ់នឹងទប់ស្កាត់កុំឲ្យរាលដាលទៅដល់រោងចក្រដទៃផងដែរហើយទីតាំងកាត់ហេតុគឺស្ថិតនៅក្នុងភូមិតាពាំងជ្រៃសង្កាត់កាកាទី2ខណ្ឌពោធិ៍សែនជ័យរាជភ្នំពេញបាទសូមជួយshareម្នាក់មួយផងឲ្យវត្តមានរបស់លោកអភិបាលរងក៏លោកបានចូលមកដល់ទីតាំងឆ្នៃការហេតុកំពុងតែបញ្ជាកម្លាំងឲ្យផ្ទាល់តែម្ដងជំវិញករណីអគ្គិភ័យខាងលើនេះផងដែរប្រិមិត្តបាទនេះការឆាប់ឆេះឲ្យឃ្លាំងហ្នឹងបាទគឺយើងឃើញកងកម្លាំងលោកបដូរណាដើម្បីជួយបងប្អូនប្រជាពលរដ្ឋអូបាទទូហើយបាទហើយឃ្លាំងហ្នឹងអាចនឹងបាក់ស្រុតប្រិមិត្តអាចនឹងបាក់ស្រុតដោយសារតែការឆាប់ឆេះគឺអស់ហើយបាទប្រិមិត្តអស់ផ្នែកខាងក្រោមហីបាទលើវត្តមានលោកអាបារងបាទលោកបាទចូលឲ្យទឹកកងកម្លាំងដោយសារតែឆ្លក់ស្អែងបាទនៅផ្នែកខាងក្នុងប្រិមិត្តទីតាំងគឺនៅក្នុងរោងចក្របាទឈ្មោះគេមិនតុងអីនេះប្រិមិត្តខ្ញុំភ្លេចចោលហើយតែស្ថិតនៅក្នុងភូមិតាពាំងជ្រៃសង្កាត់កាកាទី2ខណ្ឌពោធិ៍សែនជ័យរាជភ្នំពេញយើងឃើញកងកម្លាំងរបស់ស្នងការឋាននគរបាលរាជភ្នំពេញក៏ដូចជាខាងង70បាទ711ក៏លោកបានចូលដល់ទីតាំងឆ្នៃការហេតុបាទកំពុងតែអូឃ្លាំងបងឃ្លាំងយ៉ាត់បាក់បងយ៉ាត់បាក់បាទដោយសារតែលឺសំឡេងព្រឹបមកហើយប្រិមិត្តបាទលឺសំឡេងព្រឹបមកហើយបាទអូអាការនេះថយក្រោយបងថយក្រោយអាការនេះលឺហើយបាទសូមថយក្រោយឲ្យប្រិមិត្តដោយសារតែលឺសំឡេងហើយប្រិមិត្តបាទលឺសំឡេងព្រឹបមកហើយបាទពីផ្នែកខាងលើបាទអាចនឹងមានការបាក់នៃអាគារបាទរោងចក្រខាងលើនេះហើយប្រិមិត្តបាទការចាប់ឆេះមិនទាន់មានការអន់ថយដល់ឡើយទេប្រិមិត្តអើយបាទដោយសារតែឃ្លាំងនេះគឺស្តុបទៅដោយក្រណាត់ប្រិមិត្តក្រណាត់បាទទីតាំងកើតហេតុគឺស្ថិតក្នុងសង្កាត់កាកា2បាទខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាទនៅអណ្ដាតភ្លើងប្រិមិត្តនេះអណ្ដាតភ្លើងបាទរួមការតាមនេះកម្លាំងតាចល័យបង្ការនៅទីផ្សេងនៅក្នុងការខាងក្បាលរបស់ទីពេញលោកកំពុងតែដាក់ការងារក្នុងរบบប្រតិបត្តិការនៃការបានអង្គការគុំបាទហើយយើងឃើញគឺការឆាប់ឆេះនៅតែបន្តការឆាប់ឆេះនៅផ្នែកខាងក្នុងនៅឡើយទេប្រិមិត្តអើយបាទហើយខែនេះខែក្តៅផងប្រិមិត្តអើយរាំងស្ងួតផងបាទ
ហើយបាយជាមានករណីអគ្គិភ័យបែបនេះកាត់ឡើងទៅវិញហើយជំវិញករណីអគ្គិភ័យខាងលើវាឃើញគឺកងកម្លាំងលោកស៊ូបដូរណាស់ក្នុងការជួយសង្គ្រោះនិងពលុតបាទជំវិញករណីអគ្គិភ័យខាងលើលោកបដូរទៅផ្នែកខាងក្នុងប្រិមិត្តបាទវាឃើញនេះគាត់ចូលទៅផ្នែកខាងក្នុងនៃអាគាររោងចក្រខាងលើដែលបាក់បាទធ្លាក់ចូលមកខាងក្រោមលើប្រិមិត្តបាទលោកចូលទៅផ្នែកខាងក្នុងដើម្បីធ្វើការបាញ់ប្រិមិត្តនោះបាទយើងឃើញគាត់កាយវិញកាយលើចេញភ្លើងវិញទៀតបាទដូចនៅខណ្ឌដង្កោប្រហែលឆ្នាំមុនដែរបាទករណីអគ្គិភ័យឆាបឆេះរោងចក្រកណាត់អញ្ចឹងរហូតទៅដល់ដាក់អេសកាវ៉ាទ័រកាយប្រិមិត្ត 2-3 ថ្ងៃទៅប្រលត់ប្រិមិត្តបាទឥឡូវមកករណីទៀតហើយបាទឆេះរោងចក្របាទនៅខណ្ឌពោធិ៍សែនជ័យប្រិមិត្តវើយបាទឃើញវត្តមានលោកបារងក៏លោកចូលទៅកាយកណាត់ចេញមកប្រិមិត្តដោយសារតែការឆាបឆេះបាទគឺសិតតែក្រណាត់ហើយចឹងវាជាប់គ្នាប្រិមិត្តគឺឆេះឡើងគឺផ្សែងខ្មួខ្មាញ់តែម្ដងបាទហើយវត្តមានរបស់លោកព្រមយនបាទនាយការិយាល័យខាងបកាបរិទ្ធិភ័យលោកបានចូលមកដល់ទីតាំងចរាចរណ៍ហើយនេះហើយប្រិមិត្តបាទនេះកំពុងតែធ្វើការបញ្ជាកម្លាំងឲ្យប្រិមិត្តបាទទីតាំងការហេតុគឺខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតគឺស្ថិតនៅក្នុងសង្កាត់បាទកាកា2បាទខណ្ឌពោធិ៍សែនជ័យរាជកំពេញបាទយើងឃើញហើយប្រិមិត្តអើយបាទហើយតកែរោងចក្រនោះកំពុងតែយំបាទស្រែកនៅផ្នែកខាងមុខហើយយើងមើលការភ្ញាក់ផ្អើលនៅខាងក្រៅវិញប្រិមិត្តខ្ញុំនឹងប្រាប់យកទស្សនវិជ្ជារួមជុំវិញទីតាំងកន្លែងកើតហេតុដើម្បីជម្រាបជូនបងប្អូនទស្សនាផងដែរដោយសារតែក្រុមការងារបងសវណ្ណទីគាត់ចេញមកហើយប្រិមិត្តសូមជួយមើលទៀតបងអរគុណបងអរគុណចុះបងមានដឹងថាមុនពេលការហេតុឆេះមកពីអីទេបងសាដៃអូសាដៃទៅធ្លាក់ត្រូវកណាត់ចឹងអូបាទប្រិមិត្តនេះទៅតាមការបញ្ជាក់ពីកម្មការនេះគាត់តែជាព័ត៌មានបាក់ថមឯណាបាទថាសាដែកបាទធ្លាក់កតិចដែកត្រូវកណាត់ឆេះតែម្ដងយើងឃើញគឺរថយន្តបាទជាច្រើនគ្រឿងបាទលោកបានសម្រាប់ទីតាំងចរាចរណ៍ហើយនេះហើយរថយន្តកម្មការនឹងពលិចភ័យបាទប្រិមិត្តបាទទីតាំងការហេតុគឺស្ថិតនៅក្នុងសង្កាត់កកា2បាទខណ្ឌពោធិ៍សែនជ័យរាជកំពេញរោងចក្រនេះដូចជាតុងអីគេបងđây cái ai vậy chứ bác mùi cái bác mùi không đôi chuyện tông tay ghép bay mất rồi và bay mất và tất nhiên nhầm đằng ao ấy bao giờ khi có chui đi ca và to tiếp ta tại nhầm cho lại bay mất bà nhầm điệp trăm may làm bay con và đi ca và to tiếp trung bình cả này khi bay càng lớn đi cà phê cùng tập bèn thăng tập bèn chơi alo bà phải mất lư ấy phải mất xong chui comment văng lư ấy phải mất
cho mấy này khi phơi càng lơi dân khơi cứ bằng co bên cam cho phá khang bên tên từ đó bằng phố bị chip rót hay chụp pua cao anh ta cũng mạnh một lúc cứ ăn thôi vậy mà cứ riêng ăn thôi về tay giấy và phải mà chơi không ăn văng lư hết và lư cầm lấy ăn và phải mà tất cả cái chân chia ti cái đốt và nhầm rằng ai vào thi còn và tó bông 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 con này bông bông chui rồi im lư bông này rồi im lư anh đang không tiếp lòng chui cầm anh đây còn nó ba TV mà lừa tao pay TV lừa để sao cho hải cái lươn đấy cả con hạt thôi ăn cái đồ con đi đóแต่มันเคยเนี่ยเราสามารถตะเก็ดนะเนี่ยทอหนึ่งคมโปรตีนไข่ลูกของพวกแต่เมื่อกากายในสำลีผมเปะจังปริมัดมากายในสำลีเปะจังเพลิงเลยด่าเพลิงในข้างขนมกับปริมัดมาเหมือนตอนกุบกองบานมาเราเพียรอยจังนะด่าเพลิงในข้างขนมกับปริมัดมายืมมือตะคิงกับโฮมขบวนขมันจะมาลองมาlư ổn bao nhiêu lư đây lư ấy bao mơ này ai đắng này lư đừng lư lư ổn lư đó nè cô bông này khơi cho lư đây lư mà tôi bông ổn chui chay đầm lê nơi đầm nâng môi đi mà nẹ môi phong rồi mất ban khơi nhai mà để dẹp về cái lò mà đi cứ đôi chia mà để dẹp về và mang khai đôi chia khơi khi thấy sạp xe mà chia nhấc nhoi tay mặt đông bông phong mà chia nhấc nhoi tay mặt đôngจะพวกการในคลิปให้ได้บ้านชาบแช่ในขนมเรียนปิ้งก็โดยเชี่ยตามมาดาแคบโดยเชี่ยมาเซอร์มาไงเอาไงตีปรังเลยมาเซอร์มาไงบ้างมาเซอร์ไงตีบ้วนดูก่อนโชว์ไงตีแผลมันเลยโอ้เมาอ่ะเป็นไม่ตายเอาถูเลยต้ององเตะเมาเลยโซ่แปะเมาเลยไปย้ายดูโซ่แปะเอาถูเลยonยังมือทำในบ้านเลยถูรุดพอดเบิดได้ดูโซ่แปะไอ้มาหยาทอก็ทำไปย้ายมันใต้เนี่ยก็ใต้ไปตีตั้งคือในขนมนี่มาดมซาไปตีบ้านไหนสัตว์ในขนมสกัดกับกาตีปีคันโปตันเจตัวแต่มาดมไปมัดไปในจำนวนตีตั้งมาดมซาไปตีมาดมไปเลี้ยงยันห่อเยอะนั่งไปมัดไปตัวมุกนั่งไปเลี้ยงยันห่อโจมเอาไปเชียมันหอยไม้เมาเธอเนี่ยไปมัดไปแต่บ้านชาแช่นั่งเอาจำนวนตีตั้งนี่
cứ nơi không sạch cắt cả cáp tí khăn po san chi được miền pin ở bên bên khơi nhé bà cái phơi đây cũng phong tài chạp chen đi cứสามารถตะเกียบนั่งnhà thò lụcรองไพรนะขนมกาอันตรากุมนั่งทัวร์กาคุกครองโอนบางสมัยมวยบ้านเนี่ยเอากรมการเงียบองกอดเปะเมียเนี่ยเอากอดมวยเอาคนเปะอเมริกาไหนสูตรอันอ้อบ้องคนบ่ให้มาเป็นมัดมันเคยไงมาพออเมริกากอดเตอแต่ทัวร์กาเบียกัดสูตรยังยังบารมปีสวัสดิ์เพียงกันนะน้องเนียมยังจะไม่ได้นอนมวยมันเซาจังบานแต่ยูมเซาจังบานเนี่ยมือประมาณที่สำคัญสวัสดิ์เพียงนึงสกปรกว่ากรมการเงียบมายังจอมาตอบต่อดำใบแต่จังไอ้ซาดังแต่พอเมซ่ามาระยะปีก็ลงมานี่ก็โดยเฉพาะมวยแค่นี่คือปัญหาก็ตื่นแต่เบียสูดเก่าตื่นแต่เบียสูดด้วยมาจังก็มาจีเยี่ยมโยปอมเมียนมาอะไรประมาณบางเคยในจุดในตีตั้งนี่คือแช่เฮยในครั้งน้องมันต้องรุกรองบานเท่านั้นบองโอนมาอะไรนะบองไม่จะไม่เป็นบองอะไรนั่นปล่อยแปะไว้ยังโชว์ยังจังบองโอ้นอบองโอนนำมาเพลิงมาเนาะเมื่อดาเพลิงโจรกาเจ้าหน้าของการเงินยังกุมโจทมอเพียงมาขุดอะไรไงมาเมื่อดาเพลิงเราแช่เจ้าหน้าบองโอนเบียในท่ากรมผลิตอาคีภัยระบายยืงกดขุดกรองบานตายในข้างกลางบันติกนิตี้มาขุดกรองบันติกนิตี้มายังโจได้บ่าวเฮียนได้มันมาถอยได้มารวยมาการเงินนี่สามารถตะเกียบลมเฮียนโจพ้องยำแหนกสายเฮียนโจนั่งมาแตะแปะสาวนั่งไม่ไหนแกมาตัวเขาถ่ายก็เชื่อที่นะมามันไตรบล็อกกี่ไพ่ก็เชื่อได้บ่มันไตรบล็อกกี่ไพ่ลูกตอนเฮียนโจว่ายังโจมาจัดแหนกสายแตะแปะสาวนั่งแมนแกแต่สายก็เชื่อที่นะโจตอนไหลน้ำบอลห้ามข้อได้สามารถตะเกียบตอนเฮียนโจบ้องแค่น้องจะทำอีกคนไม่อยากการได้ฮะมาได้เอาหน่อยดาวไปไหนนั่งไงจังอะไรในปริมัดเคยไงบ้างมันต้องคุกครองมันtớiดับเพลิงในข้างขนมมาบางคนมายืมมือตะคืนดับเพลิงในขโมยขมันในข้างขนมลอยtớiนะบางคนมาแต่ซาแต่มันไตรบ่ยืมลูกมันตอนอาโจตะขนมบ้านในซาแต่เบียดบ้าเอาปริมัดมาบ้าแต่โบมาจังแต่มาตะเกียบยังโจเอาเก่ามาจังมันแต่บางข้างแขวน้องบางคนมาตัดมาเดือดข้างน้องมันยืมมือตะคืนดับเพลิงขโมยขมันมองมาโจเอาเก่าเตะทางน้องมาโบมันไตรจำเนียงบ่กี่เพลิงตอนโจบ้องมือแปะเปราะหดน้องเนียมยังเนี่ยสายยิงโชว์อะไรหน้ากระดาษบางคนมาต่อสมัติตะเกียบลูกอันนี้ดูกับลูกโชว์แต่สั้นมันยังเห็นโชว์มาอะไรลูกกลมยอดของพงได้เป็นเชี่ยกำลังโตได้ปริมัดไปมันเคยยังไงมันไตรสมัติตะเกียบลูกมันตอนอาโจแต่กรุบกรองทางขนมบ้านได้นะบางคนมาบันตะคางแขวทันทีเรื่องในข้างขนมยังมือตะคืนดัดลอยได้ปริมัดไปช่วยไม่ทราบไหนลายตามไอ้เด้อบ่บงดับเรื่องในข้างขนมเอาบางคนมาคือผมแต่ชาติใช้ในข้างขนมมาเหมือนตอนอาคุกกรองบานมา100%ได้ป่ะดับเรื่องคือเราใช้ข้างขนมในครั้งนะบางคนมาตุดุงแดงนั่งมองบนมา